តើ Manchester City ពិតជាខ្លាយជាម្ចាស់ជើងឯក English Premier League រដូវកាលនេះមែនឬយ៉ាងណាយោងតាមការព្យាករណ៍របស់ Super Computer បាទឃើញថា Manchester City ខ្លាយជាម្ចាស់ជើងឯក English Premier League នៅរដូវកាលនេះបន្ទាប់ពីប្រកួត38ដងបាទមាន78ពិន្ទុបាទស្មើជាមួយនឹងក្រុមលេខ2 Arsenal ក៏ប៉ុន្តែ Manchester City ឈ្នះផលសងគ្រាប់បាល់បាទ1+45គ្រាប់មួយទៀត+42គ្រាប់ខណៈដែល Manchester United បាទស្ថិតនៅលេខ3 Aston Villa នៅលេខ4និង Liverpool នៅលេខ5បាទបានកៅអីលេង UEFA Champions League នៅរដូវកាលក្រោយដោយស្វ័យប្រវត្តិហើយ Bournemouth នៅលេខ6 Brighton លេខ7 Chelsea លេខ8 Brentford លេខ9 Sunderland លេខ10 Fulham លេខ11 Crystal Palace លេខ12 Newcastle លេខ13 Everton លេខ14 Leeds United លេខ15 Nottingham Forest លេខ16 West Ham United លេខ17រីឯ3ក្រុមដែលត្រូវកាត់ចេញទៅក្របខ័ណ្ឌ Championship បាទមាន Tottenham Hotspur លេខ18 Burnley លេខ19និង Wolverhampton Wanderers បាទលេខ20បាទ Burnley និង Wolver បាទគឺ 100% ធ្លាក់ទៅហើយបាទក៏ប៉ុន្តែ Spurs កំពុងតែប្រទិញប្រទងជាមួយនឹង West Ham បាទនេះគឺជាអ្វីដែល Super Computer បានទុះទាយប៉ុន្តែយ៉ាងណាមិញបាទយប់មិញនេះបាទ Manchester City បានត្រឹមស្មើជាមួយនឹង Everton 3-3របូតបាត់2ពិន្ទុធ្លាក់មកលេខ2បាទហើយប្រសិនបើ3ប្រកួតចុងក្រោយដែលនៅសេសសល់ Arsenal ឈ្នះទាំង3ប្រកួតនោះកាំភ្លើងធំនឹងក្លាយជាម្ចាស់ជើងឯកនៅរដូវកាលនេះ